នេះយើងមកស្វែងយល់រវាងភ្លានិងញោមវាខុសគ្នាបែបណាអញ្ចឹងភ្លាគឺប្រើសាច់ឆៅសម្រាប់ញោមវិញគឺប្រើសាច់ឆ្អិនណាអញ្ចឹងបើភ្លាគឺសាច់ឆៅចំណែកញោមគឺប្រើសាច់ឆ្អិនយើងមកលម្អិតបន្តិចភ្លាគឺប្រើសាច់ឆៅយើងអាចប្រើពីសាច់គោភ្លាសាច់គោភ្លាសាច់ត្រីភ្លាក្រពឹសភ្លាក្តាមឬក៏ភ្លាមកបានអញ្ចឹងប្រភេទហ្នឹងគឺគេប្រើដោយសាច់ឆៅចំណែកញោមវិញញោមគឺគេប្រើដោយសាច់ឆ្អិនអញ្ចឹងឧទាហរណ៍ថាយើងចង់ញោមគ្រឿងសមុទ្រឬក៏ញោមគ្រឿងសមុទ្រជាមួយនឹងអីមីសួរបំពងឬអីក៏ដោយអញ្ចឹងគ្រឿងសមុទ្រនោះត្រូវបានគេយកទៅស្ងោរឬស្រុះសិនញោមសាច់ជ្រូក3ជាន់ជាមួយនឹងតាយ៉ងចេកឬក៏កៅអៅឈូកឬក៏អីដែរញោមត្រីឆ្អើជាមួយនឹងស្វាយខ្ចីឬម្កាក់អីក៏ដោយអញ្ចឹងមានន័យថារបស់ហ្នឹងគឺសាច់ត្រូវតែឆ្អិនណាសាច់ឆ្អិនហើយបានគេយកមកប្រើអញ្ចឹងបើគេសួរថាតើខុសគ្នារវាងភ្លានិងញោមខុសគ្នារបៀបណាយើងអាចប្រាប់គេថាណាភ្លាប្រើសាច់ឆៅចំណែកញោមគេប្រើដោយសាច់ឆ្អិនបាទអាហ្នឹងគឺភាពខុសគ្នាណាអញ្ចឹងយើងជាចុងភៅហ្នឹងគួរយល់គួរដឹងអំពីអត្ថន័យនៃពាក្យមួយបាទអរគុណច្រើន